ប៉ុន្តែខ្ញុំនឹកឃើញថាព្រះអង្គដល់អំណាចចិត្តនិមន្តចូលព្រៃហើយហើយខ្ញុំនេះក៏ចង់មកជួបព្រះអង្គលើកចុងក្រោយអីចឹងដែរណាថ្ងៃដើម្បីឲ្យបានព្រះអង្គប្រោះព្រំប្រសិទ្ធិអីចឹងទៅថាខ្ញុំមកលើកនឹងជាលើកចុងក្រោយដោយសារអីដោយសារព្រះអង្គក៏ដល់អំណាចព្រះអង្គទៅនិមន្តចូលព្រៃហើយខ្ញុំនេះក៏ត្រូវទៅមើលចៅនៅអីប្រទេសក្រៅចាអញ្ចឹងខ្ញុំគេថាខ្ញុំមកហ្នឹងមកជាលើកចុងក្រោយចាបើបានជួបព្រះអង្គប្រោះព្រំប្រសិទ្ធិខ្ញុំក៏សប្បាយចិត្តខ្ញុំក៏ជ្រះថ្លាអញ្ចឹងណាចាតែបើសិនជាអត់បានជួបព្រះអង្គទេចាត់ទុកថាព្រះអង្គហើយនឹងខ្ញុំនឹងដូចថាវាអត់មាននិស័យចុងក្រោយហ្នឹងថ្ងៃចុងក្រោយហ្នឹងបានកុំអោយតែយើងនឹងបែកបាក់គ្នាប្រទេសជិតខាងទៅមើងងាយយើងមិនចឹងចាបើយើងចេះស្រឡាញ់គ្នារួបរวมគ្នាសាមគ្គីគ្នាហ្នឹងគេអត់ហ៊ានមើងងាយយើងទេចាហើយរឿងការធ្វើបុណ្យក៏អញ្ចឹងដែរយើងមិនបាច់បែងចែកវណ្ណៈអ្នកមានអ្នកក្រអីទេហ្នឹងហើយហ្នឹងអញ្ចឹងនិយាយទៅលោកមានសន្តិការមកត្រូវនឹងចិត្តខ្ញុំទាំងអស់បាទដល់ពេលចឹងហើយចេះតែមានអារម្មណ៍ខ្ញុំគិតអញ្ចឹងដែរបាទមានអារម្មណ៍ជ្រះថ្លាចិត្តចង់ដល់ពេលអញ្ចឹងខ្ញុំមានអារម្មណ៍ជ្រះថ្លានឹងព្រះអង្គអញ្ចឹងណាខ្ញុំចេះតែមកទៅចាខ្ញុំមកវត្តហ្នឹងទៅជាពិសេសម៉ែខ្ញុំនឹងឲ្យតែបានជូនគាត់មកវត្តគាត់សប្បាយចិត្តចាគាត់សប្បាយចិត្តគាត់អត់សូវឈឺចាឲ្យតែបានមកវត្តគាត់អត់ឈឺទេបើនៅផ្ទះគាត់អាសាឈឺចានិយាយទៅគឺទឹកចិត្តរបស់គាត់ហ្នឹងហើយទឹកចិត្តរបស់គាត់ឲ្យតែបានមកវត្តមកបុណ្យអីអញ្ចឹងគឺដឹងថាគាត់អត់ឈឺទេហើយតែគាត់នៅផ្ទះអត់បានមួយខែអីទេឈឺហើយចាអានេះអញ្ចឹងសារនងគាត់ឲ្យតែឥឡូវហ្នឹងបងនឹកឃើញថាព្រះអង្គក៏ដល់អំណាចនិមន្តចូលព្រៃដែរចាព្រះអង្គដល់អំណាចហើយបងនេះក៏បានមកហ្នឹងមិនបានពេលយូរទេដោយសារអីបងត្រូវចេញទៅក្រៅប្រទេសទៅមើលចៅក្រៅប្រទេសមានចាមានកូននៅក្រៅប្រទេសចាកាលចូលឆ្នាំហ្នឹងមកលេងហ្នឹងបានមកជួបព្រះអង្គតើប្រុសដែលយកធ្វើចាខ្ញុំមកធ្វើបុណ្យនៅវត្តសុតហ្នឹងខ្ញុំដាក់ផែនការដោយសារអីថ្ងៃទី1វត្តខាងលាវចាវត្តចរុនចតាចាព្រោះប៉ាម៉ាក់ខ្ញុំអ្នកស្រុកហ្នឹងអ្នកខាងលាវទឹកអកហ្នឹងណាចាថ្ងៃទី2ខ្ញុំមកវត្តសុតចាហើយក៏បានជួបព្រះអង្គបញ្ញាប់ផងថ្ងៃនោះបញ្ញាប់ទៅពេញផងខ្ញុំគាត់ទៅចុះទៅលើឡានហ្នឹងព្រះអង្គមុនប្រោះព្រំចិត្តដល់ឡៃពួកខ្ញុំក៏អង្គុយសាពះតាមផ្លូវហ្នឹងខាងក្រៅហ្នឹងចាហើយក៏បានចឹងទៅហើយដល់ឥឡូវហ្នឹងដល់ពេលថ្ងៃទី3ហ្នឹងខ្ញុំទៅវត្តមួយទៀតនេះទៅបានជួបតែការចូលឆ្នាំប៉ុន្តែខ្ញុំនឹកឃើញថាព្រះអង្គដល់អំណាចចិត្តនិមន្តចូលព្រៃហើយខ្ញុំនេះក៏ចង់មកជួបព្រះអង្គលើកចុងក្រោយអីចឹងដែរណាថ្ងៃដើម្បីឲ្យបានព្រះអង្គប្រោះព្រំប្រសិទ្ធិអីចឹងទៅដើម្បីយើងនឹងគេថាសប្បាយចិត្តអីចឹងណាហ្នឹងហើយចង់បានជួបព្រះអង្គអត់នឹងឯងអត់បានជួបផងអូមិនបានអត់បានដោយសារអីដោយសារពេលដែលមកហ្នឹងវាអត់មានភ្លៀងទេហើយក៏ចូលទៅវត្តសុតបាទហ្នឹងហើយទៅអុជធូបនៅវត្តសុតហ្នឹងហើយបានចេញមកកោះហ្នឹងទៅក៏ទៅទៅអីចិត្តចុងកោះទៅរៀបចំឲ្យគាត់អង្គុយចាំជួបព្រះអង្គធ្វើពិធីហ្នឹងណាដល់ចៃដន្យអីភ្លៀងមកដល់ពេលភ្លៀងមកទៅក៏បងអត់មានបានព្រាមលក្ខណៈអីដូចថាទិញឲ្យភ្លៀងទិញឆាប់អីឲ្យបានគ្រប់គ្នាអញ្ចឹងណាយកមកតែពីរដល់ពេលអញ្ចឹងទៅគាត់សើកៅអស់ហើយហ្នឹងចាដល់ពេលសើកៅអស់ហើយក៏គាត់ថាមកទៅភ្លៀងអញ្ចឹងប្រហែលព្រះអង្គអត់ចេញមកធ្វើពិធីអីទៅមិនទៅអញ្ចឹងគាត់ក៏ល្ងាដែរហើយអញ្ចឹងក៏គាត់ទាទៅផ្ទះដល់ទាទៅផ្ទះទៅបងក៏ហៅ pass app ហ្នឹងឲ្យគេហ្នឹងមកយកម៉ោង7ហើយហ្នឹងហើយបងទៅវិញហ្នឹងម៉ោង7ទៅដល់ផ្ទះម៉ោង7កន្លះចាទៅដល់កំពង់ឆ្នាំងណាព្រោះផ្ទះនេះចិត្តនេះព្រោះផ្ទះម៉ែគាត់នៅកំពង់ឆ្នាំងបងនៅភ្នំពេញចាពេលអញ្ចឹងទៅក៏ទៅសម្រាប់ត្រឹមផ្ទះម៉ែកំពង់ឆ្នាំងហ្នឹងទៅហើយផឹកឡើងហ្នឹងក៏នឹកឃើញថាជូនគាត់មកមួយថ្ងៃទៀតទៅឲ្យអស់ចិត្តហ្នឹងហើយបើមាននិស្ស័យបានជួប
ព្រះអង្គជាមិនខានទេបើសិនតែយើងអត់មាននិស្ស័យក៏អត់បានជួបនឹងហើយចាតែគាត់នាំមកហ្នឹងទៅ បាទតាមគាត់ហ្នឹងជាព្រះអង្គបាទសិនជាបងមើលធ្លាប់មកដឹងអញ្ចឹងព្រះអង្គបើថាមានកម្មវិធីអញ្ចឹងកម្មវិធីធំអញ្ចឹងទោះមេឃភ្លៀងមេឃអីក៏ដោយព្រះអង្គនៅតែមកធ្វើកម្មវិធីអញ្ចឹងបាទគឺមិនងាយឈប់ទេ ចា មើលតែអាសាឃើញព្រះអង្គសម្ដែងធម៌ទេសនាទេសម្ដែងភ្លើងដាច់អត់ឮសំឡេងព្រះអង្គនៅបន្តអត់មានឈប់ទេបាទអញ្ចឹងថាកម្មវិធីសមមិញនេះគឺកម្មវិធីធំ កម្មវិធីធំហ្នឹង អត់មានថាវត្តមានព្រះអង្គផ្អាកឯព្រះអង្គចង់និយាយថាព្រះអង្គថាព្រះអង្គថាធ្វើដំណើរទៅហើយគឺទៅហើយ ចា ដូចព្រះអង្គនិយាយថាព្រះអង្គនឹងដល់អំណាចទៅនៅថ្ងៃទី19នេះថ្ងៃ ចាចា យើងអត់ចប់អំណាចគឺព្រះអង្គថាទៅគឺព្រះអង្គហើយតែនៅតែព្រះអង្គពិសិដ្ឋចា ចា បាទទៅមកនិយាយ ហើយជាក់ស្ដែងនេះបងស្រីធ្លាប់ឃើញវីដេអូដែលព្រះអង្គទេសនៅលងវែក ឃើញតា ចាប់ជុះភ្លៀងហ្មងតែព្រះអង្គនៅតែទេសធម្មតារហូតដល់ចប់អត់បាន មែន អ ទេ ត់ ជំ បាន នាញហ្នឹងបើសិនជាពួកគាត់អត់សើមកៅគាត់នៅដែរប៉ុន្តែដល់ពេលគាត់សើមកៅអស់ហើយគាត់ចាស់ហើយគាត់អាងាហ្នឹងហើយអញ្ចឹងទៅគាត់ក៏ទាទៅផ្ទះទៅគាត់នាំគាត់ទៅផ្ទះទៅ យើងគិតពីសុខភាព ហ្នឹងហើយ ឥឡូវខ្ញុំសូមត្រឡប់ទៅខូចបន្តិចថាអ្នកម្ដាយរបស់បងស្រីពេលដែលមកដល់វត្តគាត់ដូចថាអត់សូវឈឺចុះគាត់ធ្លាប់ជម្រាបប្រាប់ឯថាគាត់មកដល់ទីនេះវាមានមូលហេតុអីវាមានរឿងហេតុអីខ្លះបានធ្វើឲ្យគាត់កាត់បន្ថយនៃការឈឺរបស់គាត់ គាត់គិតថាមកវត្តប្រសុទ្ធហ្នឹងគាត់ថាទឹកដីស័ក្តិសិទ្ធិ អូ ចាទឹកដីស័ក្តិសិទ្ធិដូចថាមានវត្ថុស័ក្តិសិទ្ធិមានបារមីខ្លាំងអីចឹងដែលគង់នៅវត្តហ្នឹង បាទ ចានៅវត្តប្រសុទ្ធនៅលើកោះស័ក្តិសិទ្ធិនឹង បាទ កោះពុកធ្លុកអីហ្នឹង បាទ ជួយថែអាសាអីចឹងណា បាទអញ្ចឹងពេលរាល់ពេលដែលគាត់អញ្ជើញមកដល់គឺគាត់តែងតែសុំទឹកដីសុខតែងតែទៅបាយបន់តាម ចា ទីកន្លែងទាំងអស់ហើយគាត់បានទៅបាយបន់នៅកន្លែងសក្ការៈណាខ្លះដែរបងតា បាននៅកន្លែងព្រះសីវលី សិលលេង ហើយលោកឪសួង សួង ចាហើយនឹងអាស្រមព្រះអង្គហ្នឹង អាស្រមព្រះអង្គ ចាហើយនឹងដែលឡែងអាស្រមចាស់នេះ នេះអាស្រម ដាក់ប្រគូពីមុនហ្នឹងណា បាទ ហើយនឹងនៅកោះគុកធ្លោក កោះគោកឆ្លង ចា បាទ ហើយទៅដល់ចុងកោះទៀតនៅកន្លែងព្រះស័ក្តិត្រីហ្នឹង បាទតែសត្វតែកន្លែងដែលថាទីសក្ការៈបូជាកន្លែងសត្វតែមានបាទមានបារមី ខ្ញុំក៏នាំនិយាយទៅខ្ញុំនឹកឃើញថាគាត់ចាស់ហើយចឹងទៅជាបំពេញបំណងគាត់អញ្ចឹងណាធ្វើមិនឲ្យគាត់សុបាយចិត្តអញ្ចឹងទៅគាត់ក៏រកបានយូរជាមួយកូនចៅអីចឹងណា បាទ ចាអញ្ចឹងទៅគេតែឆ្លៀតដងគាត់មកទៅ បាទបាទ ចា អញ្ចឹងពេលដែលគាត់គាត់បានអញ្ជើញមកដល់ហ្នឹងទោះបីមិនទាន់បានជួបព្រះអង្គគាត់បានបែបបន់ហ្នឹងគាត់ហាក់ដូចជាមានកម្លាំងហ្មងតែបានមក ដូច ដល់ ជប់មិញអូនឯងដឹងជប់មិញហ៎ជប់មិញហ្នឹងគាត់ម្នាក់ទៅទឹកជោកហើយសម្ដាប់នឹងផងមានទឹកមានអីនឹងផងគាត់យួមសងខាងតែដល់ពេលទៅដល់ផ្ទះវិញគាត់អត់មានអីដែរចាហ្នឹងហើយ គាត់លើកអីវ៉ាន់ហ្នឹងទៅប្រយហ្មង ចាយួរទៅតាយួរទៅគ្រប់គ្នានឹងឯង អូបាទហើយបើ ហើយបើ លំឡើង9មកទៀត មកធម្មតាបាទ ចាចឹងហ្នឹង ហ្នឹងហើ ក យ ន្លែងទីតាំងវត្តដូចកន្លែងគេហៅថាឆ្នាំ បាទ ចា ឆ្នាំចូលមកដូចគេហៅថា លេខឆ្នាំជំនួយ ជា កម្ បា លាំង ហ្មង ឆ្នាំជំនួយកម្លាំង ហ្នឹងហើយចូលមកដូចជាបាហ្មងដល់ពេល បាទ ហើយមើលខ្ញុំណាតែអង្គុយបបងាយក៏ដែរ បាទ អត់អីទៅវិញ បាទ ចិត្តទៅស្រួល បងស្រីខ្ញុំឃើញជាក់ស្ដែងលោកជេងកាលនោះគាត់ជិះឡាន ចា ដូចជា ចា មកពីណាតាកែវក៏មិនដឹងគាត់ជិះឡានអាការ៉េយើងមកគាត់ជិះមកពេលដែលខ្ញុំឃើញគាត់ចុះពីលើឡាននេះគាត់ចុះមកគាត់កាន់ទឹកមកដូចត្រោមនោះណាដល់ពេលគាត់មកដល់ដាក់កន្លែងនឹងពឹបបានមកសួរព្រះអង្គប្រោះព្រំពឹបគាត់ទៅប្រោះព្រំហើយគ្មានទេលើកអាទឹកនឹងសឹងតែរត់ឡើងឡានមក ចង់និយាយថា បានកម្លាំងបាត់ហើយហ្នឹង បាទគាត់ថាបានឃើញព្រះអង្គមកបាទកម្លាំងនឹងមកពីណា វឹង បាទហើយមិនយួរមកដបពីរដបមកយួរហ្មងហាមកយួរ6ដបហ្មង គាត់បាន ទៅ ថា ប្រយ ដបទៀត បាទយួរឡើងឡានប្រយហើយថាជើងឯហ្នឹងដូចចង់ជាហើយបាទហើយគាត់ថាខ្ញុំបានសួរគាត់ទៀត ចា មានកម្លាំងហ្មងគាត់ថាបានជួបព្រះអង្គហើយបាទ កបោប
លុយគាត់ផង បាទ ថងយួរសាប់ដាប់នឹងផងប្រេងកលាបអីបោះស្អីម៉ាម្សាច់ យូរ អ មក ស់ចា អូយតែ នេះនិយាយទៅគេហៅថាកម្លាំង ហើយទឹកទៀតទឹកម្នាក់ម្ដងពីរដបទៀតចាហើយមកនៅផ្ទះគាត់អត់មាននេះណាចង់និយាយថានៅផ្ទះអត់មាន អត់មានយូរអីបាន ចាអត់មានពេលគេចង់និយាយថាពេលអត់ឲ្យគាត់ធ្វើការធ្ងន់ទេ បាទ ដោយសារអីគាត់ឆ្អឹង បាទ ឆ្អឹងដោះឆ្អឹងនេះហ្នឹងចាឆ្អឹងស្ពោតឆ្អឹងពុកអីហ្នឹងណា បាទបាទ ចាចា តែបន្ទាប់ពីមកដល់វត្តព្រះអង្គហើយទៅបីគាត់ធ្វើការប៉ុណ្ណឹងក៏អត់មានបញ្ហាទេអត់មានទ្រមទេ ដល់ពេលឲ្យតែបានមកវត្តនិយាយទៅដូចកម្លាំងចិត្តគាត់ខ្លាំងហ្មងចាឲ្យតែបានមកវត្តគាត់សុបាយចិត្តគាត់អត់ឈឺទេនិយាយចំម៉ាត់ បាទ តា តែអក្សរគាត់បន្ទាប់ពីមកចំណាយពេលអង្គុយរងចាំមួយថ្ងៃវល់ល្ងាចទៅផ្ទះស្អែកឡើងព្រោះមកវិញធម្មតាអត់មានត្រុតត្រោម ថា អី ឲ្យតែបាន9មកបើបងមកតាំង3ថ្ងៃហ្នឹងគឺគាត់មកតាំង3ថ្ងៃហ្នឹង មកទាំង3ថ្ងៃ ឲ្យតែបងជូនគាត់មក បាទ ចាខ្លាចតែបងអត់មានពេលជូនគាត់មកទេឲ្យតែបានមកវត្តហ្នឹងគឺគាត់សុបាយចិត្តហើយគាត់ជាហើយចា អត់ទេយ៉ាង បាទ ណា បាទលឿន ចា ជឿ ចា មិនថាតែគាត់ទេទៅតែខ្ញុំអ្នកផងក៏យ៉ាងដែរ ចា ដល់ថាអស់កម្លាំងថាមកវត្តជិះតែម៉ូតូរាប់100គីឡូចាកាលមុនមិនដែរជិះ ចា ឆ្ងាយយ៉ាងមក ចា ណាជិះ ឥឡូវលោកមុនមកអី តែលោកមក នៅទេប៉ិនរៀបជួឲ្យហើយទៅចឹង ចាំទៅដល់ដល់លោក ហើយមកលឹកហ្នឹងក៏ខ្ញុំថាខ្ញុំគិតពីផ្ទះហើយណាថាខ្ញុំមកលឹកហ្នឹងជាលើកចុងក្រោយដោយសារអីដោយសារព្រះអង្គក៏ដល់អំណាចព្រះអង្គទៅនិមន្តចូលព្រៃហើយខ្ញុំនេះក៏ត្រូវទៅមើលចៅនៅអីប្រទេសក្រៅចាអញ្ចឹងខ្ញុំគេថាខ្ញុំមកហ្នឹងមកជាលើកចុងក្រោយចាបើបានជួបព្រះអង្គប្រោះព្រំប្រសិទ្ធិខ្ញុំក៏សប្បាយចិត្តខ្ញុំក៏ជ្រះថ្លាអញ្ចឹងណាចាតែបើសិនជាអត់បានជួបព្រះអង្គទេចាត់ទុកថាព្រះអង្គហើយនឹងខ្ញុំនឹងដូចថាវាអត់មាននិស័យចុងក្រោយហ្នឹងថ្ងៃចុងក្រោយហ្នឹង ថ្ងៃចុងក្រោយ ចា មុន ចា បានជួប ជួបរាល់តែលើកដែរហ្នឹងចាប៉ុន្តែចង់និយាយថាថ្ងៃនេះ អាហ្នឹងមាននិស័យហើយបាទ ចាចង់និយាយថាថ្ងៃនេះបើសិនតែខ្ញុំបានជួបព្រះអង្គបើន័យថាខ្ញុំមាននិស័យជាមួយព្រះអង្គរហូតដល់ថ្ងៃចុងក្រោយតែបើសិនជាខ្ញុំអត់បានជួបបើន័យថាចាត់ទុកថាអត់មាននិស័យ បាទបាទ តែខ្ញុំក៏នៅតែសប្បាយចិត្តនៅតែចេះថ្លាអញ្ចឹងចាឲ្យតែបានមកវត្តហ្នឹង បាទនេះជាគោលបំណង ចា បងស្រីដែលមករងចាំតាំងពីទឹកដល់ស្មាននេះ ហ្នឹងហើយ គឺថាចង់ថ្វាយបង្គំលាព្រះអង្គជាចុងក្រោយបាទ ចា មុននឹងព្រះអង្គនិមន្ត ចា ចូល អ ព្រៃ រគុណច្រើនណាស់ណាអូន បាទបាទ តែខុសឆ្គងអីកុំប្រកែប្រកាន់ណា បាទ ព្រោះបងមិនមែនតារាទេ អានេះ ហើយក៏អត់មានដែលបានទៅសម្ភាសណាណីដែរ បាទ នេះខ្ញុំអង្គុយលេងឯហ្នឹងខ្ញុំនិយាយកាប់ប៉ុណ្ ប៉ុណ្ណឹង និយាយចេញពីបេះដូង ចា បាទថានិយាយអ្វីដែលពិត ចា អ្វីដែលឃើញជាក់ស្ដែងមិនមែនយើងនិយាយដោយការចេះថា ចាអត់មានសម្ដែងទេ អត់ទេតែខ្ញុំព្រោះខ្ញុំគាត់ជួបច្រើនណានិយាយតែគាត់និយាយមួយម៉ាត់ទៅគាត់ថាអត់តគាត់មកវត្តនេះគឺគាត់ សប្បាយចិត្ត សប្បាយចិត្តហ្មងបាទគាត់ជួបគេជួបឯងទៅហើយ ចាអូនឯងចង់និយាយថាអត់មានអ្វីដែលព្យាបាលលឿន បាទ ជាងចិត្តនឹកផ្លូវចិត្តនោះទេហើយតែផ្លូវចិត្តរឹងមាំ បាទ សប្បាយ ជំងឺផ្លូវកាយក៏វាឆាប់ជាដែរ បាទ តែបើផ្លូវចិត្តយើងទ្រុឌយើងអត់រឹងមាំយើងទន់ខ្សោយជំងឺហ្នឹងក៏កាន់តែនេះហើយកាន់តែទ្រុឌទ្រោមទៅដែរ បាទកន្លែងហ្នឹងមួយបាទខ្ញុំយកស្រប100% ចាគឺយើងទៅពេទ្យឃើញពេទ្យលើកទឹកចិត្តយើងហ៎ បាទបាទ ចាទោះបីយើងឈឺមិនក៏លើកពេទ្យនឹងលើកទឹកចិត្តកុំឲ្យគិតច្រើន អាជំងឺផ្លូវចិត្តធ្ងន់ជាជំងឺមួយធ្ងន់ធ្ងរ ចា ហើយសម្រាប់នៅទឹកដីនៃវត្តតុតនេះបើតាមខ្ញុំគិតទៅដូចថាការរៀបចំរបស់ព្រះអង្គនឹងតែម្ដងការរៀបចំដូចថាគាត់មើលទៅគាត់ចាប់អារម្មណ៍ដូចថាមានតាំងពីសោភ័ណភាពតាំងពីបរិយាកាសគឺថាស្អាតតែម្ដងអញ្ចឹងរាល់បុគ្គលហ្នឹងឲ្យទៅពេលមកដល់គឺសុបាយចិត្តមានកម្លាំងមក ចា គឺបងស្រីឃើញស្រាប់ស្ពាននេះនេះស្ពានដែលពងអង្គុយបើយើងដើរមកជុំហ្នឹងសម្រាប់ចាស់មិនធម្មតា ចា នេះប្រវែងគ្រប់ទៅប្រហែលជាចូលជាង72គីឡូហើយដឹងមកជុំកោះនេះព្រោះកោះនេះវាផ្ទៃដីសរុបដូចជាង3ហិកតាហើយយើងដើរមកជុំវិញហ្នឹង
បានចឹងអរគុណច្រើនបង ចាអរគុណច្រើនណាអូនណាចា ហើយចុងក្រោយទៅសុកទេទៅនៅនងឬក៏ទៅលេងទេ កូនតនីទៅ អូ ទៅនៅ ទៅនៅហ្មង ចង់និយាយថាទៅនៅមើលចៅរយៈពេលយូរ បាទយ៉ាងបាទអូយ៉ាងបា ចា ទយ៉ាងថ្ងៃ ហ្នឹងហើយ យ៉ាងក៏យ៉ាងបានទៀតផងបាទយ៉ាងបាទអរគុណច្រើន ចាអូនចាអរគុណច្រើនដូចគ្នាចាជំរាបលាទាំងអស់គ្នា ចាំមើលខ្លួនឯងចាំទុកជាអនុស្សាវរីយ៍ដែលយើងបានមកវត្តសព ចា ហ្នឹងហើយ